ព្រះអង្គង៉ែតសំផស្សរួមជាមួយសប្បុរសជនបាននិមន្តនិងអញ្ជើញនាំយកបន្លែផ្លែឈើចម្រុះប្រមាណ2តោននិងទឹកសុទ្ធជាង1000ម៉ឺយួរទៅប្រគល់ជូនដល់វីរៈកងទ័ពដែលឈរជើងជួរមុខនៅទិសអូស្មាច់ខេត្តឧត្តរមានជ័យដើម្បីជាការឆ្លើយតបតាមការសំណូមពរដែលជាតម្រូវការចាំបាច់របស់វីរៈកងទ័ពឈរជើងជួរមុខកាលពីថ្ងៃអាទិត្យទី17ខែឧសភាឆ្នាំ2026នេះព្រះអង្គង៉ែតសំផស្សជំនួយការផ្ទាល់របស់ព្រះវីរមុនីវ៉ាចិន្តាព្រះមេគុណខេត្តបន្ទាយមានជ័យនិងជាម្ចាស់អាស្រមវិបស្សនារាមផ្លូវលេខ7ស្ថិតនៅក្នុងភូមិសូភី2សង្កាត់កំពង់ស្វាយក្រុងសេរីសោភ័ណ្ឌរួមជាមួយសប្បុរសជនបាននិមន្តនិងអញ្ជើញនាំយកបន្លែផ្លែឈើចម្រុះប្រមាណជាង2តោនទឹកសុទ្ធជាង1000ម៉ឺយួរតង់ទឹកសុទ្ធទឹកត្រីទឹកស៊ីអ៊ីវប្រហុកធូបមូសមីស្ករសប៊ីចេងកាហ្វេសាប៊ូអង្ករដែលបានមកពីការនិមន្តបិណ្ឌបាតគៀកោពីសប្បុរសជនពីទីជិតទីឆ្ងាយក្នុងស្រុកនិងក្រៅស្រុកបានយកទៅចែកជូនដល់បងប្អូនវីរៈកងទ័ពដែលឈរជើងជួរមុខនៅទិសអូស្មាច់ខេត្តឧត្តរមានជ័យដោយផ្ទាល់ព្រះអង្គង៉ែតសំផស្សបានមានសន្តីការថ្លែងអំណរអគុណដល់សប្បុរសជនពីទីជិតទីឆ្ងាយក្នុងស្រុកនិងក្រៅស្រុកជាពិសេសញោមដែលជាអាជីវករនៅក្នុងផ្សារពូពុយក្នុងខេត្តបាត់ដំបងដែលតែងតែប្រគេនបន្លែជាច្រើនតោននិងសម្ភារៈជាគ្រឿងឧបភោគបរិភោគច្រើនមុខក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពដែលឈរជើងនៅជួរមុខនាពេលនេះទន្ទឹមជាមួយគ្នានោះព្រះអង្គង៉ែតសំផស្សបានសន្តីការបញ្ជាក់ថាការប្រគល់ជូននាពេលនេះគឺដើម្បីជួយសម្រាលទុក្ខដល់ថ្នាក់ដឹកនាំហើយក៏ជាផ្នែកមួយដែលយើងមិនអាចភ្លេចបានក្នុងការជួយគាំទ្រវីរៈកងទ័ពឈរជើងជួរមុខនិងក៏ដូចជាការជួយសម្រាលបន្ទុកបានមួយគ្រឿម្យ៉ាងវិញទៀតសកម្មភាពនេះទាំងពុទ្ធចក្រនិងអាណាចក្របានឆ្លុះបញ្ចាំងឲ្យឃើញពីសមានចិត្តដ៏ប្រពៃថ្លៃថ្លានិងការរួមសាមគ្គីគ្នាក្នុងស្មារតីខ្មែរជួយខ្មែរខ្មែរស្រឡាញ់ខ្មែរដើម្បីជួយចំណែកជាមួយរាជរដ្ឋាភិបាល